គ្នាស្មាគមមកកាន់រូបរាងឋានទឹកជ្រោះកាចាញបងប្អូនបងប្អូនអាចទស្សនាទេសភាពទឹកជ្រោះជាមួយនឹងខ្ញុំបានទាំងអស់គ្នាអមជាមួយនឹងរុក្ខជាតិបៃតងហើយខ្ញុំមកទស្សនានៅទីនេះគឺនៅរដូវវស្សាផងដែរចារូបភាពនាងខ្ញុំនេះគឺជាផ្ទះជនជាតិភាគតិចគឺជាផ្ទះលក្ខណៈក្រុមគ្រួសារដែលពួកគាត់តែងតែនិយមនៅក្នុងការទទួលទានអាហារជុំគ្នានៅផ្ទះនេះផងដែរហើយបន្តមកទៀតនាងខ្ញុំនឹងជួបបងប្អូនទៅទស្សនាផ្ទះកូនកំឡោះជនជាតិក្រឹងជាទូទៅគឺផ្ទះកូនកំឡោះជនជាតិហ្នឹងគឺមានចដើគឺខ្ពស់ជាងកូនកំមុំហើយបន្តមកទៀតនេះខ្ញុំនឹងជួបបងប្អូនទៅមើលផ្ទះមួយទៀតគឺផ្ទះកូនកំមុំជាទូទៅផ្ទះកូនកំមុំគឺមានចដើខ្លីៗជាងផ្ទះកូនកន្លោះចាហើយអ្វីនេះខ្ញុំបានបង្ហាញនេះគឺជាផ្ទះជនជាតិភាគតិចទាំងអស់ហើយបងប្អូនកុំភ្លេចមកទស្សនារូបរាងឋានទឹកជ្រោះកាចាញទាំងអស់គ្នាណាបងប្អូន